ខ្លួនកាពះហើយនិយាយពីខំជាមួយនឹងអំបិលម្ទេសនេះបងប្អូនថ្ងៃនេះគ្មានមហូរទេបងប្អូនអើយចេញពីធ្វើការមកគឺទៅទិញប្រមឹកអំបិលម្ទេសអត់មានមហូរវាហូបបងប្អូនអានេះវាត្រូវជាមួយនឹងទឹកត្រជាក់តែយើងអត់មានទឹកត្រជាក់យើងមានហូបមួយបាយបងប្អូនឆ្ងាញ់មួយយ៉ាងដែរបងប្អូនតែយើងហូបរងថ្ងៃអត់កើតទេបងប្អូនជាមួយខ្ញុំកាពះផងតែអ្នកគេចូលចិត្តគេហូបរងថ្ងៃងាយឡើងដាក់មួយដបពីរដបអីចឹងទៅបាយបានអញ្ចឹងណាតែសម្រាប់អ្នកកាពះវេទនាតិចហើយបងប្អូនអើយហឹលណាបាក់លេបតិចតែឆ្ងាញ់វាគេថាប្រៃហឹលជូរអែមអញ្ចឹងបងប្អូនយើងមានម្ហូបអីនេះបងប្អូនម្ហូបមានតែហើយបងប្អូនស្មើនឹងមានម្ហូបអីហូបនៅបងប្អូនហើយខ្ញុំមានប៉ុណ្្នឹងបងប្អូនអានេះមឹកកងបកាគេមានលក់គ្រប់ប្រភេទបងប្អូនហើយមានត្រីទក់អាំងតែកែបរបស់គេពេលគេឆាក្តៅឆាគ្រឿងកែបគេអត់បកស្បៃដូចយើងទេបងប្អូនចាំមើលថ្ងៃណាមួយខ្ញុំនឹងទិញឆាគ្រឿងកែបឲ្យបងប្អូនមើលមិនដឹងថាគេខ្ជិលធ្វើបកស្បែកឬក៏គេគេចិត្តហូបអញ្ចឹងបងប្អូនខ្ញុំមិនដឹងដែរតែខ្ញុំឃើញម្ហូបវាឆាគ្រឿងកែបឆ្ងាញ់ក្លៀនយើងធ្លាប់ហូបអញ្ចឹងណានៅផ្ទះយើងតែដល់ពេលឃើញគេធ្វើមានស្បែកមានអីអត់បកអញ្ចឹងដូចមិនសូវចង់ហូបដែរបងប្អូនតែចាំមើលថ្ងៃណាមួយខ្ញុំនឹងទិញឆាគ្រឿងកែបឲ្យបងប្អូនមើលខ្លាចបងនិយាយទៅបងប្អូនអត់បានឃើញបងប្អូនអត់ជឿថាខ្ញុំនឹងបោកអញ្ចឹងណាថាវាមិនដាណាឆាគ្រឿងសាច់កែបអត់បកស្បែកវាចោលតែគេនេះនិយាយគេនេះមែនបងប្អូនគេអត់បកស្បែកចោលទេគេហូបទាំងអញ្ចឹងអានឹងគេថាត្រឡប់របស់គេអញ្ចឹងយើងមិនដឹងតែត្រឡប់មកយើងនេះវិញគឺថ្ងៃនេះអត់មានម្ហូបអីហូបមែនបងប្អូនម្ហូបមានតែមួយមុខហ្នឹងគឺប្រមឹកអំបិលម្ទេសហ្នឹងមិនអួតរឿងហូបរឿងចុកទេបងប្អូនតែម្ហូបវាអត់មានអីលក់មានតែហើយម្ហូបប៉ុណ្ណេះក៏វាមិនថ្លៃដែរបងប្អូនមួយចាននេះថា5000រៀលលុយខ្មែរយើងទេយើងអាចទិញហូបបានអញ្ចឹងបងប្អូនបើថ្លៃក៏ម្ហូបដែរដូចត្រេនអីចឹងថ្លៃយើងមានលុយណាស់ទិញបងប្អូនអើយស្មើនឹងត្រេនមួយស្មើនឹងការងារយើងធ្វើមួយថ្ងៃហើយចឹងយើងហូបចែបងប្អូនដើម្បីរស់ល្ងាចឡើងវាកុំសូវហូបបានទេបងប្អូនបើថាពេលព្រឹកពេលថ្ងៃអាហ្នឹងគឺទៅហូបច្រើនតែងាកឡើងគឺអត់សូវចង់ហូបបានទេវាអត់មានអាហារអីជួយសុខភាពចឹងបងប្អូនតែបើមិនទិញហូបអត់មានវីដេអូថតឲ្យបងប្អូនមើលអញ្ចឹងបងប្អូនកុំភ្លេចជួយ like ជួយ share ផង